ឈប់មុននឹងប្រយុទ្ធយើងសុំនិយាយពីច្បាប់របស់យើងជាមុនសិនក្នុងការប្រយុទ្ធម្ដងមានរយៈពេល3នាទីឯចំនួនប្រយុទ្ធมันអាចកំណត់បានស្នៀតប្រយុទ្ធក៏มันអាចកំណត់បានដែរបើសិនជាមានអ្នកណាត្រូវគេវាយដួលនៅនឹងកន្លែងហើយมันត្រូវវាយថែមទៀតទេហើយត្រូវអនុញ្ញាតឲ្យយើងជាអាជ្ញាកណ្ដាលរាប់ពី1ដល់10បើសិនជាគេក្រោកមិនរួចនោះបានន័យថាគេចុះចាញ់តែបើសិនជាគេក្រោករួចនោះបានសេចក្តីថាគេអាចប្រយុទ្ធតទៅទៀតដូច្នេះចាប់ដល់មកហើយលោកអាជ្ញាកណ្ដាលដល់មកហើយឈប់និយាយទៅលោកអាជ្ញាកណ្ដាលឈប់និយាយទៅទោះជាយ៉ាងណាត្រូវតែមានម្នាក់ស្លាប់ចាប់ដើមឯនេះឈប់ណាឯងមានស្អីមិនយល់អាចសួរខ្ញុំបានណាសួរមកចោះមានភ្លើឆក់លោកទេហាមិនឯងចង់ឆក់យើងហ៎កំអាសិនហិចចាប់ដើមមកថតបាយទៅទៀតទៅឈប់នៅអាធៀមចាំស្ដាប់យើងរាប់សិន1 2 3 4 5គេប្រហែលជាមិនអីទេសក់របស់នាងស្អាតណាកុំប្រេះផ្ដាច់សោះអូយឯងអត់អីទេហ៎កុំរាប់លឿនពេកនៅអាធៀមអូយឯងអត់អីទេហ៎កុំរាប់លឿនពេកហេឈប់គេមិនអនុញ្ញាតឲ្យលោករាប់យ៉ាងនេះឲ្យលោករាប់ធ្វើយ៉ាងនេះឆាប់ឡើងភ្លាមមកឡើងអត់ទេណែឡើងមកមិនក៏បានលេងគេឡើងមកឯងជាជនកំសាណែឯងកំសាណាឡើងភ្លាមឡើងមិនក៏បានឯងខាំមិនឯងឈរនៅទីនេះចាំយើងណាយើងមិនកំសាកដូចជាពីឯងខាននោះទេល្អឯងចាំមើលបន្តិចទៀតណាគង់តែដឹងគ្នាទេចាំកុំទៅណាឯងតោះលឿនទេជិះមកវាឡាតែខាងលើឆាប់ឡើងធ្វើអីឆាប់រត់ទៅ1លោករាប់មិនលឿនទេ1 2 3 4 5 6 7 8 9 10ខ្ញុំគ្នាហើយឈប់មក1វាយគេអត់បានទេដល់មកហើយឯងឃើញទេខ្ញុំបាននិយាយហើយថាយ៉ាងយូរតែ1នាទីដៃរបស់គេអស់ភ្លើងហើយឆាប់យកទឹកមកណាយកភ្លើងទៅចូលទៀតអាញាកណ្ដាលគាត់តែនិយាយអស់ពី3នាទីទៅហើយឆាប់យ៉ាងមិនកើតទៅហ៎អញ្ចឹងត្រូវកំចាស់និយាយបានណាបើមិនអញ្ចឹងទេគេប្រកាសជាដឹងពីឈ្មោះរបស់ឯងហើយយកភ្លើងទៀតឲ្យលឿនឯងឈប់កំអាលវាយធ្វើអីស្ដាប់ខ្ញុំសិនណាខ្ញុំជាអាជ្ញាកណ្ដាលទោះជាយ៉ាងណាក៏ដោយមិនត្រូវធ្វើផ្ដេសផ្ដាស់ដូចជាលើកមុននោះទេណាត្រូវតែស្ដាប់អាជ្ញាកណ្ដាលកុំនិយាយច្រើនណាទោះជាយ៉ាងណាយើងការពារឯងជាប់ចនិចមិនអីចាប់ដើមកុំនិយាយច្រើនណែឈប់សិនស្ដាប់យើងរាប់សិនណា1 2 3 4 5 6 7 8 9 10មិនចូលមកចឹងតាំងឈប់វាយឆាប់រាប់ភ្លាមទៅរាប់ភ្លាមទៅឲ្យលឿនឡើងទៅមិនក៏មិនរាប់ចាប់ខ្ញុំណែស្ដាប់យើងរាប់សិនយ៉ាងម៉េចមិនក៏មិនរាប់ទៅយើងមិនឡើងវាយទៀតទេ1 2អាកំសាឯងក៏កំសាដែរ5 6 7 8 9ឯងក៏បខំយើងពេក8 9ល្អយើងឡើងវាយម្ដងទៀតឆាប់ចាប់ណាឯងមកនេះមកនេះមកបាទឯងគ្រាន់បើមកចិត្តយើងទេមកយើងវាយប្របាក់ជើងឯងបាទឯងគ្រាន់បើចូលមកជើងរបស់យើងដើរមិនរួចទេឯងមកចិត្តយើងមកចូលមកចិត្តយើងជើងរបស់យើងក៏ដើរមិនរួចដែរបើឯងគ្រាន់បើដើរចូលមកចិត្តយើងមកយើងវាយបំបាក់ជើងឯងភ្លាមណាបើឯងគ្រាន់បើដើរចូលមកណាកុំបារម្ភយើងជួយឯងវាយចូលទៅអីវាយភ្លាមមកវាយយើងមុនមកវាយមកឯងស្មានតែយើងមិនហ៊ានសក់របស់ឯងចង់ឲ្យអញ្ចឹងម្ដងទៀតអីបើសិនជាឯងចង់ឲ្យសក់របស់ឯងស្អាតជាងនេះទៅទៀតឯងវាយយើងមកចំណែកយើងនឹងប្រដាល់ឲ្យស្គាល់ស្នាដៃរបស់យើងឯងស្គាល់ Newson ទេ Newson នៅក្នុងសំណាក់ជូហ្វានស្គាល់ខ្ញុំស្គាល់ឯងដឹងថាហេតុអីបានជាគេស្លាប់ដែរទេគេស្លាប់ដោយសារអីយើងអត់ដឹងឯងស្គាល់ឬចឹកទេស្គាល់ទេប្រកាសជាស្គាល់បើស្គាល់គេជាការប្រសើរណាស់សក់របស់ឯងវែងណាស់គួរតែឲ្យគេកាត់សក់របស់ឯងក៏វែងដែរមិនក៏ឯងមិនទៅកាត់ទៅហ៎
មិនទៅអញ្ចឹងមែនអត់ចំបាញ់ហ្នឹងគឺតែពីនិយាយគ្នាភ្លេចវាយគ្នាទៅហើយយើងក៏មិនចាញ់អីដែរទឹកទី3ឯងប្រកាសជាដេកនៅនឹងកន្លែងយើងប្រកាសជាឈ្នះមិននេះខ្ញុំពីនៅស្លាប់ដោយសារវាទៅហើយនេះជាសំណាងរបស់ឯងហើយណាលោកគ្រូមិនក៏គិតតែពីនិយាយជាមួយនឹងវាអញ្ចឹងលោកគ្រូកុំនិយាយច្រើនប្រយ័ត្នគេតាំងពីអាកបាំងរបស់ឯងណាណាទៅចូលភ្លើងភ្លាមឈប់សិនឈប់យើងត្រូវការដូរទឹកជាមួយនឹងឯងដូរទឹកភ្លាមចង់ដូរទឹកឯងកុំយល់ស្មឲ្យសោះមិនដូរទេត្រូវការដូរទឹកដូរភ្លាមលោកគ្រូជួយខ្ញុំផងតែលោកគ្រូអានេះចាំមិនដូរឲ្យគេទៅមិនបានទេប្រយ័ត្នគេវាយគេទៅមិនបានទេមិនបានទេឯងត្រូវការប្រយុទ្ធតទៅទៀតណាតែនេះតែខ្ញុំខ្លាចគេសម្លាប់អានេះល្អមិនបានទេយើងត្រូវតែសម្លាប់វាណាតែអានេះនៅក្នុងកណ្ដាប់ដៃរបស់ពួកវាណាដូរទៅមិនបានទេណាឲ្យទឹកភ្លាមមកយ៉ាងម៉េចដូរមកដូរខ្ញុំវាយយ៉ាងមិនកើតឥឡូវវាប្រហែលជាវិញវត្តអស់ហើយធ្វើយ៉ាងណាវាយចំកន្លែងសំខាន់របស់វាមែនឡើងទៅចឹងទៅឈប់ការប្រយុទ្ធมันអាចផឹកស្រាมันអាចជួបបារីទេណាស្រាប់អានេះមិនចាំនិយាយលឿនខ្លាំងម្ល៉េះណែមិនត្រូវរងចាំទៀតទេវាយភ្លាមគួរឲ្យអាណិតណាបោកយ៉ាងមិនទៅហើយឲ្យវាឈប់ទៅឈប់សិនឈប់យើងត្រូវតែសម្រាប់ឯងស្លាប់បាត់ហើយគួរអាណិតគេណាជប់តែមែនចង់វាយយើងចាំមកវាយយើងមកវាយទៅវាយដែរកូនចាំមិនមែនទេគឺយន្តហោះមិនមែនទេទុកយ៉ាងម៉េចអ្នកសំទៀនតាយើងដឹងថាaiប្រកាសជាឈ្នះជាមិនខាននោះទេអ្នកមីងបាទជីងអ្នកមីងបងជីងអាម៉ានបងជីង